យើងដឹងថាព្រះហរទ្រង់នៅដឹកនាំទៅយើងដឹងច្បាស់ថាព្រះអង្គមិនតែបងយើងចោលនោះយើងមានសង្ឃឹមអ្វីទ្រង់សន្យាជញ្ជាំងមានរលំបុត្រធីតាទាំងក្រោកណាកាន់កម្មព្រះបន្ទូលសន្យាតែទ្រង់បានប្រទានហើយយើងនឹងប្រកាសថាដែនដីសវណ្ណភូមិប៉ុណ្ណេះអីលោកពូនប្រាំគ្រួសារតែគេឲ្យផ្សារមួយផ្សារគេអត់យកលុយអីទេលើរងាស់ហើយបងប្អូននៅចិត្តហ្នឹងម្ចាស់ផ្សារក៏ជឿព្រះដែរជញ្ជាំងមានរលំបុត្រធីតាទាំងក្រោកណាកាន់កម្មព្រះបន្ទូលសន្យាតែទ្រង់បានប្រទានហើយយើងនឹងប្រកាសថាដែនដីសវណ្ណភូមិក្រោកឡើងថ្វាយបង្គំព្រះគ្រីស្ទជាម្ចាស់លើទឹកដីនេះ